បងប្អូនទាំងគ្នាអញ្ចឹងថ្ងៃនេះយើងមកដោះស្រាយលំហាត់នេះមួយមុខធាកណនីអក្សរកនេះតម្លៃគេឲ្យមកប៉ុណ្នេះហើយនឹងអក្សរខគឺតម្លៃប៉ុណ្នេះអញ្ចឹងយើងមើលអក្សរកសិនមកគេឲ្យមុខធាកណនីមានន័យថាយើងកណនីតាមវិធីណាក៏បានដែរធ្វើម៉េចឲ្យតែលឿនប៉ុន្តែសូមកុំចុចកាសចូលចាអញ្ចឹងបើយើងសង្កេតមើលទៅអាហ្នឹងឃើញថាបើសិនជាយើងធ្វើគឺយើងប្រកាសជាយក2022យកទៅគុណជាមួយ 0.5 អីមែនអត់យក2022គុណ 0.5 2022គុណ 0.3 ហើយ2022គុណ 0.2 អញ្ចឹងទៅគុណឃើញមួយនេះអានេះគុណអានេះនេះគុណអានេះនេះគុណនេះគុណឃើញអស់ហើយបានពួកយើងចាប់ផ្ដើមយកមកបូកបញ្ចូលគ្នាប៉ុន្តែដើម្បីឲ្យចង់ឲ្យលឿនជាងនឹងទៀតយើងកុំធ្វើតាមវិធីហ្នឹងយើងធ្វើបែបនេះវិញអញ្ចឹងយើងអាចសេបានអញ្ចឹងអានេះមាន2022នេះក៏មាន2022ហើយនេះក៏មាន2022ដែរអញ្ចឹងបើយើងកណនាគឺម្ដុំនេះកណនាម្ដុំនេះកណនាមកហើយកណនាម្ដុំនេះទៀតមកអញ្ចឹងកណនា3ដុំហ្នឹងប៉ុន្តែយើងមើល3ដុំហ្នឹងតើវាមានលេខ2022ដូចគ្នាអត់ចាមានលេខដូចគ្នាអញ្ចឹងមានន័យថាយើងយក2022ហ្នឹងជាកតាចាប់វាជាកតាអញ្ចឹងបើយើងចាប់2022ជាកតាទាំង3ហ្នឹងអញ្ចឹងលេខនៅដល់សល់គឺលេខ 0.5 អាទី1ចាប់មានន័យថាចែកអញ្ចឹងមានន័យថាយកម្ដុំនេះយកទៅចែកនឹង2022អញ្ចឹងបើចែកនឹង2022អញ្ចឹងវានៅសល់ 0.5 ហើយអញ្ចឹងដាក់ 0.5 សញ្ញាបន្ទាប់គឺសញ្ញាបូកយកម្ដុំហ្នឹងទៅចែកនឹង2022ដូចគ្នាដែរព្រោះយើងចាប់2022អញ្ចឹងវាបាន 0.3 អានេះចែកនឹង2022ដែរទៅគឺឃើញ 0.02 អញ្ចឹងនៅសល់ 0.2 បូក 0.2 បន្តមកទៀតអញ្ចឹងកន្លែងនេះយើងទុក2022ហ្នឹងមកសិនហើយយើងសង្កេតមើលលេខកន្លែងនេះយើងធ្វើប្រមាណវិធីនៅក្នុងវងកញ្ចក់ហ្នឹងសិនមកយក 0.5 បូក 0.3 អញ្ចឹងវាស្មើ 0.8 0.8 បូកថែម 0.2 ទៀតមកឃើញបានមិនឃើញ 0.1 ទេណា 0.8 បូក 0.2 អញ្ចឹងចម្លើយគឺឃើញចាចម្លើយឃើញ1អញ្ចឹងមានថាម្ដុំប៉ុណ្នេះគឺស្មើនឹង1អញ្ចឹងប្រមាណវិធីនេះ2022វងកញ្ចក់ហើយលេខ1អញ្ចឹងមានន័យថាកន្លែងនេះជាប្រមាណវិធីគុណគេដាក់សញ្ញាមានន័យថាកន្លែងហ្នឹងគឺគុណហើយអញ្ចឹងមានន័យថានៅសល់2022គុណនឹង1អញ្ចឹងយើងគុណលេខនឹងចូលគ្នាទៅគឺចាញ់2022នេះជាចម្លើយចាអញ្ចឹងចប់មួយខ្ទង់ហើយយើងចូលទៅមួយខ្ទង់ទៀតដល់កន្លែងនេះម្ដងតោះដល់ពេលអានេះធ្វើបែបណាកន្លែងហ្នឹងដូចគ្នាលេខម្ដុំនេះយើងកណនីឲ្យឃើញកណនីម្ដុំនេះឲ្យឃើញហើយបើយើងយកលេខនេះដកលេខម្ដុំខាងនេះធ្វើអញ្ចឹងយូរលេខតទៅ1989ហើយគុណនឹង99លេខច្រើនដែរហ្នឹងអញ្ចឹងយើងឈ្នះអង្គុយគុណមែនវាច្រើនអញ្ចឹងបើចេះវិធីកាត់លឿនគឺធ្វើតាមកាត់នឹងមកអញ្ចឹងយើងមើលទៅឃើញមានលេខ99ដូចគ្នាចាប់99ចេញចាប់99ចេញមានតែចែក99អញ្ចឹងអស់99ហើយនៅសល់1986សញ្ញាដកនេះចាប់99ចេញដូចគ្នាដែរអញ្ចឹងនៅសល់986បន្តមកទៀតយើងចាប់ផ្ដើមធ្វើអញ្ចឹងមកនេះ99យើងទុកប្រមាណវិធីកន្លែងនេះគឺប្រមាណវិធីគុណយក1986ដក986ចេញទៅកន្លែងហ្នឹង1986ហើយដក986ចេញអញ្ចឹងវានៅសល់1000ចាអញ្ចឹងសល់1000អញ្ចឹងសល់1000យក99គុណនឹង1000អត់ចាំបាច់គុណច្រើនទេហើយគុណ10 100 1000គឺថែម0នឹងឯងអញ្ចឹង99គុណនឹង1000 1003អញ្ចឹងសេរី99 03ហ្នឹងហើយជាចម្លើយចប់